ពេលដែលគាត់រត់ចេញពីផ្ទះគឺថាខុសអត់មានចំណុចត្រូវដែរមិនថាអត់ខុសទេធម្មតាខុសវារត់ចេញពីគោលការណ៍ធ្វើឲ្យឪពុកម្ដាយខ្មាស់គេចឹងទៅប៉ុន្តែវានៅតែមានចំណុចត្រូវចឹងព្រោះអីគាត់បានព្យាយាមរត់ចេញទាំងបង្ខំដោយសារអីដោយសារតែក្តីស្រឡាញ់របស់គាត់សុខចិត្តរត់ចេញពីផ្ទះដោយសារតែការស្រឡាញ់របស់គាត់ចឹងទំហំនៃក្តីស្រឡាញ់គឺអាចលះបង់អ្វីគ្រប់យ៉ាងទាំងអស់អូខេយើងមក reaction ទៀតហើយប៉ុន្តែលើកនេះយើងមក reaction bot set ម្ដងបកស្រាយរបស់បងស៊ូលីផេងទៅតែចេញបានមួយថ្ងៃមុនទេតែពិតទៅឃើញតែម្សិលមិញប៉ុន្តែដោយសារតែ level ចឹងទៅហើយ level នោះ level ថតនៅខាងក្រៅដែរចឹងទៅអត់សូវមានពេលមកអង្គុយធ្វើខ្លួនឯងទេតែពិតទៅការងារណាក៏មានតម្លៃដែរថោកតែប្រាក់ខែអូខេនិយាយលេងតោះយើងមកមើល reaction bot ថ្មីរបស់បងស៊ូលីផេងម្ដងមានរយៈពេល75នាទីរយៈពេលប៉ុណ្នេះដែរអាចថាខ្ទង់កន្លះកេះកន្លះកេះអស់និយាយលេងទេតោះយើងមកមើល bot ថ្មីរបស់គាត់តោះបើមានគេល្អជាងបងស៊ូលីផេង fit KC បើមានគេល្អជាងបងកុំផាឃើញថាបង Dancer ជាអ្នកសម្ដែងតួប្រុសនៅក្នុង MV មួយនេះប៉ុន្តែមួយរយៈនេះដូចបាត់បង Dancer អត់ឃើញកុំភ័យនួនល្អងងាច់ទៅរកគេទូប្រុសយើងជាអ្នកលាងឡានធ្វើឡានផងលាងឡានផងស្គាល់អូនមានបំណងសាងអនាគតកាត់រឿងថ្ងៃមុខចង់នាំយកក្តីសុខជូនថ្លៃដឹងច្បាស់ថារូបអូនសំខាន់ចឹងវីដេអូនេះខ្ញុំអត់សូវស្គប់ច្រើនទេចឹងយើងនឹងមើលឲ្យវាលំអិតនៅក្នុងអត្ថន័យបទចម្រៀងមួយហ្នឹងតែប្រាក់ខែប៉ុនបងមិនសមចរណៃបើជួបទុកភ័យខ្លាចស្រីលំបាំងថាបងធ្វើមិនត្រូវថែមទាំងកុំសាំងទងว่าខំចាំងមិនអាចផ្គុំតម្រូវការស្រីចង់ហ៊ានបោះតែមុំសែនយិតក៏ដែលនៅឆ្ងាយពេលដៃមានចិត្តភាំងក្តីតែមិនមែនអ្វីដែលថ្លៃសំតទួលបើមានគេល្អជាងបងកុំភ័យនួនល្អងងាច់ទៅមក surprise ដល់ក្រាស់ឡានគេហ្មងរកគេដឹងសាភាពខ្លួនដែរឈោងចាប់ក្តីស្នេហ៍មិនចេះលោកលៃអូនសំឡឹងឃើញឆ្ងាយហើយបងក៏ដឹងអូនខ្ញុំដែរអង្គុយមើលMVអង្គុយខ្ញុំម្នាក់ឯងមើលអត់ថៃអង្គុយមើលឲ្យខ្ញុំម្នាក់ឯងបណ្ដោយខ្វល់អនាគតថ្លៃគ្មានអ្វីប្រាកដបានតែសំដីមនុស្សពីលដូចបងមិនសមដំឡៃចរណៃក្បែរទេក្បែរគ្នាជាច្រើនឆ្នាំក៏ហួកន់ឡងក្រដោយរកបងគ្មានអ្វីជាដងកំភូនឡើយពេលដែលញ៉ាំអីខាងស្រីគាត់អ្នកចេញលុយហើយក៏គាត់ថាចាំខែក្រោយខួបកំណើតអូនចាំបងអ្នកចេញវិញបញ្ជាក់ថាខាងប្រុសគឺគាត់អត់សូវមានលុយទេខាងស្រីគាត់ជាអ្នកមានអញ្ចឹងទៅក្រសោនហាំងមិនពេញចិត្តអូតួខំក៏មិនខាងក្រោយមិនបន្តអូនឡើយអាក្រវាមិនសូវអីម៉ានទេតែសំខាន់ខាងគ្រូសាគេអត់ពេញចិត្តទៀតអាហ្នឹងជារឿងធំមួយដែរបើគ្រូសាអត់ពេញចិត្តក៏យើងពិបាកក្នុងការតាក់ទងគ្នាណាសុំត្រឹមមើលពីក្រោយក៏មានក្តីសុខបើមានគេល្អជាងបើនៅតាក់ទងអាមួយប្រុសហ្នឹងទៀតនឹងគ្មានអនាគតទេនេះជាពាក្យសម្ដីដែលយើងអាសាឃើញច្រើនតាក់ទងនឹងអត់មានអនាគតតាក់ទងនឹងអត់មានអនាគតយើងឃើញច្រើនឥឡូវចាំមើលនៅខាងចុងបញ្ចប់វាបែបម៉េចបងកុំភ័យនួនល្អងងាច់ទៅរកគេដឹងសាភាពខ្លួនដែរឈោងចាប់ក្តីស្នេហ៍មិនចេះលោកលៃអូនសំឡឹងឃើញឆ្ងាយហើយបងក៏ដឹង
អូនខ្វល់អនាគតថ្លៃ ខាងស្រីមកសួរថាមានដែរខ្វល់ពីគាត់អត់ដែលដឹងថាគាត់ចង់បានអីអត់នៅពេលណាគាត់ចឹងទៅរឿងអីមិនខ្វល់គ្នាខំសំលុយប៉ុណ្ណឹងមកគាត់ខំធ្វើការដើម្បីមនុស្សដែលគាត់ស្រឡាញ់សំលុយដាក់ក្នុងធុងនំមិញណា គ្មានអ្វីប្រកបបានតែសំដីមនុស្សពីលដូចបងមិនសមដំឡៃចរណៃក្បែរទេ ពាក់រោបការប្រកាសជាមានរឿងអីមួយដូចអ្វីដែលយើងនិយាយពិតមែនគឺនេះគឺប្រហែលជាកូនប្រុសដែលឪពុកនេះគាត់ពេញចិត្តណារៀបការជាមួយនឹងបងស្រីអ្នកមិញហ្នឹងគាត់ចេញពីក្រុមការ បើមានគេល្អជាងបងកុំភ័យនួនល្អងាយទៅរក ឃើញថាកូនកំមុំគាត់សុកចិត្តរត់ចេញពីរោងការមកជួប Denzo បងស្រីនោះគាត់រត់មកខ្លួនឯងសោះមកវាយអ្នកអត់ដឹងអីនៅក្រៅឡានអត់ដឹងអី ឈោងចាប់ក្តីស្នេហ៍មិនចេះលោកលៃអូនគិតគូរវែងឆ្ងាយហើយបងក៏ដឹងដកថយពីបងចង់ថ្លៃគ្មានអ្វីប្រកបបានតែសំដីមនុស្សពីលដូចបងមិនសមដំឡៃចរណៃក្បែរទេ អូខេ MV របស់យើង5នាទីមែនតែមើលអត់ដឹងថាចប់ទេលឿនមែនតើអត្ថន័យរួមរបស់បទចម្រៀងហ្នឹងគឺខាងប្រុសជាមនុស្សដែលជាមនុស្សពីលហើយគាត់អត់សូវមានលុយទេគាត់ធ្វើឡានជាជាងឡានខំសំលុយដើម្បីចូលស្ដីម្នាក់ស្រីហ្នឹងប៉ុន្តែឃើញថាម្នាក់ស្រីហ្នឹងចុងក្រោយឪពុកក៏បានលើកឲ្យទៅខាងកូនដង្ខៅម្នាក់អីចា លើកឲ្យទៅអ្នកមានម្នាក់ទៀតដែលគាត់មើលទៅប្រហែលជាមានទ្រព្យធនដែលឪពុកគាត់ពេញចិត្តណាខាងស្រីក៏សុកចិត្តរត់ចេញពីផ្ទះមកតាមជាងឡានចំជាងឡានមានមុនស្នេហ៍ដែរហ្នឹងអញ្ចឹងយើងមានតួអង្គ3ដែលត្រូវលើកមកនិយាយបើសិនយើងមើលចំណុចត្រូវរបស់ឪពុកយើងមើលចំណុចត្រូវរៀងៗខ្លួនណាឪពុកក៏មានចំណុចត្រូវខ្លះដែរព្រោះសារអីធម្មតាឪពុកម្ដាយណាក៏ដូចឪពុកម្ដាយណាដែរគាត់តែងតែចង់ឲ្យកូនគាត់ល្អគាត់មានកូនស្រីមួយស្អាតដែរបើសិនតែឲ្យទៅលំបាកលំបិនជាមួយនឹងអ្នកដែលគាត់អត់មានទ្រព្យសម្បត្តិគាត់ប្រកាសជាពិបាកភ្នែកមើលគាត់អត់ចង់ឲ្យកូនគាត់ពិបាកទេអញ្ចឹងចំណុចត្រូវរបស់គាត់ក៏មានខ្លះដែរគាត់ចង់ឲ្យកូនគាត់មានអនាគតគាត់ចង់ឲ្យកូនគាត់លំបាកទេ ហើយសម្រាប់ទូប្រុសដែលជាជាងឡានរបស់យើងគឺគាត់អត់សូវមានទ្រព្យសម្បត្តិទេគាត់ជាមនុស្សដែលក្នុងអត្ថន័យរបស់ជំនឿបកស្រាយថាគាត់ពីលអញ្ចឹងទៅអញ្ចឹងគាត់ជាមនុស្សដែលអត់មានទ្រព្យសម្បត្តិទេគាត់ជាងឡានគាត់ក្រគាត់អត់មានលុយខំសំលុយខំអីដែរតែគាត់មានន័យថាខុសគ្រាន់តែគាត់អត់មានទ្រព្យសម្បត្តិតែប៉ុន្តែគាត់មានការព្យាយាមក្នុងការសំលុយដើម្បីចូលស្ដីប៉ុន្តែគាត់ថាចំណូលរបស់គាត់វាមានតិចអញ្ចឹងទៅធ្វើឲ្យគាត់ពិបាកក្នុងការសំដើម្បីចូលស្ដីបងស្រីហ្នឹងណាហើយសម្រាប់បងស្រីពេលដែលគាត់រត់ចេញពីផ្ទះគឺថាខុសអត់មានចំណុចត្រូវដែរមិនថាអត់ខុសទេធម្មតា ខុសវារត់ចេញពីគោលការណ៍ធ្វើឲ្យឪពុកម្ដាយខ្មាស់គេអញ្ចឹងទៅប៉ុន្តែវានៅតែមានចំណុចត្រូវអញ្ចឹងព្រោះអីគាត់បានព្យាយាមរត់ចេញទាំងបង្ខំដោយសារអីដោយសារតែក្តីស្រឡាញ់របស់គាត់គាត់សុខចិត្តរត់ចេញពីផ្ទះដោយសារតែការស្រឡាញ់របស់គាត់អញ្ចឹងទំហំនៃក្តីស្រឡាញ់គឺអាចលះបង់អ្វីគ្រប់យ៉ាងទាំងអស់មិនដឹងថាចូលតែវិញអត់ចាប់ទៅនឹងអីអូខេខ្ញុំមិនមែនជាស្ថាបនិកស្នេហាទេគ្រាន់តែបកស្រាយតាមអត្ថន័យបទចម្រៀងរបស់បងស៊ូលីផេងតើរយៈពេល5នាទីនឹងអស់ប៉ុន្មានកំប៉ុងអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងអូខេអរគុណបាយបាយ